សួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើការមកនិយាយធ្វើការតាក់ទងមួយ lab remote server ដែលយើងធ្វើការ remote តាម SH ទៅលើ server របស់យើងហើយនឹងវាយ SCP ចូលមកក្នុង server របស់យើងហើយនឹង SSTP អញ្ចឹងជាដំបូងយើងធ្វើការមក check ទៅលើ status របស់ ASH របស់យើងថាវា run ក៏អត់អញ្ចឹងធ្វើការវាយ recommend ថា sudo SA ការប្រូមួយទូចទេហើយ level status របស់វាធ្វើការកំពុងតែ active running អញ្ចឹងបន្តទៀតយើងធ្វើការ create ហើយនឹង create ធ្វើការ hide ទៅលើ configuration folder ដែលយើងធ្វើការវាយ command មួយ mkdir.p/.sh និង command មួយទៀត chmod 200/.sh នឹងធ្វើការយើងធ្វើការមួយទៀតសូម Ctrl Alt សិនដើម្បី clear screen និងទីបន្តមកទៀតយើងធ្វើការបើកនិង create យក config របស់ file របស់យើងដែលធ្វើការវាយទៅលើ nano command nanos នេះlab នេះខ្ញុំបានធ្វើហើយខ្ញុំក៏ធ្វើការវាយ command ដើម្បី review ពីអីដែលខ្ញុំបានធ្វើហើយហ្នឹងគ្រូ/.sh/config ដែលយើងចូលមកនេះដែលខ្ញុំបានវាយដែលខ្ញុំធ្វើការរាយទៅលើ server alias property របស់ខ្ញុំដែលមានដាក់ថា hostname my server តបមក hostname របស់ខ្ញុំដែលមាន IP address 192.168.23.150 ហើយ user របស់ខ្ញុំឈ្មោះ Honentu ហើយ port ទី22អញ្ចឹងដើម្បីបញ្ចូលយើង control 0ហើយដើម្បីចាក់ចេញ control x មកនិង control x មកវាចាក់ចេញពីក្នុងពីយើងសូមបរិចតិចឲ្យវាធំស្រួលមើលបន្ទាប់ពីយើងចូលមកក្នុងហើយយើងធ្វើ restrict file system permission របស់យើងដែលយើងវាយទៅលើ command មួយ chmod 600/.sh/config config នឹងបន្តមកខ្ញុំធ្វើការ test ទៅលើ protocol យើងមួយដែលការវាយ sh my server នេះចូលមកវាយ password នេះដែលបានខ្ញុំបាន login ចូលមកក្នុង server របស់ខ្ញុំហើយខ្ញុំក៏តាមរយៈ sh ហើយ my server ធ្វើការ control L1 និង test មួយទៀតនឹងចូលតាមរយៈSPC នេះចឹងធ្វើការ SPC តាម SPC ចូលមកក្នុង server របស់យើងដូចគ្នាអញ្ចឹងធ្វើការវាយទៅលើសូមបន្តនេះដើម្បីយើងចូលតាម SCP ធ្វើការវាយ echo lab verify by Honentu ហើយនឹងធ្វើការឲ្យវាចូលទៅ lab SCP text របស់យើងធ្វើការ enter មកហើយដើម្បីធ្វើការចូលលើក្នុងនេះយើងវាយថា SCP my server នេះធ្វើចូលមកក្នុងមើលដែលយើងនេះធ្វើការចូលមក SCP lab script text របស់យើងដើម្បីយើងបង្ហាញថាចូលមក lab SCP text របស់យើងធ្វើការ enter មកនេះ enter មកយើងការចូលមកក្នុង server របស់យើងតែវាត្រូវឲ្យបាយ password យើងការដាក់ password នេះ lab SCP text របស់យើងតាមរយៈ SCP មានប៉ុណ្ណឹងអញ្ចឹងធ្វើការ test ទៅលើមួយទៀតតាមរយៈFTP my server ការវាយ password នេះមានថាយើងបាន connect ទៅ server របស់យើងអញ្ចឹងធ្វើការមក test ទៅលើ FTP my server របស់យើងធ្វើ enter មកការវាយ password មកដើម្បីការ login ចូលដើម្បីនឹងមានថាទូទៅ connect នេះមានថាយើងបាន connect
ទៅ server របស់យើងហើយអញ្ចឹងបើចូលក្នុងនេះដើម្បីយើងមើលថាអីដែលបានយើងបាន add ចូលហ្នឹងយើងវិញ ls/tmp internet term របស់យើងមាន lab scp text ហើយ lab test ដែលយើងបាន add មុនហ្នឹងហើយយើងចូលហ្នឹងដើម្បី exit ចេញពីក្នុងហ្នឹងវិញstp របស់យើងការស្វែងពាក្យ command មួយ exit នេះអញ្ចឹងយើងចេញមកក្រៅហើយអញ្ចឹងតាក់ទងមួយ test ទៅលើstp របស់យើងមានតែប៉ុណ្្នឹងគ្រូអរគុណច្រើន